ចាំមករៀនភាសាខ្មែរអត់ស្រួលទេអ្នកគ្រូអើយមិនចឹងលោកគ្រូគាត់ប្រាប់ថាលោកគ្រូធ្លាប់បង្រៀនពីមុនមកតែត្រូវអត់បាទនឹងហើយខ្ញុំសពបង្រៀនពីមុនមែនប៉ុន្តែខ្ញុំបង្រៀនភាសាអង់គ្លេសអ្នកគ្រូដឹងហើយថាការបង្រៀនភាសាខ្មែរនិងបង្រៀនភាសាអង់គ្លេសអត់ដូចគ្នាទេស៊ូៗលោកគ្រូអរគុណពិសីថ្ងៃហ្នឹងកើតអីថ្ងៃហ្នឹងមានអារម្មណ៍អត់ស្រួលខ្លួនសោះប៉ុន្មានថ្ងៃនេះសុខភាពអត់សូវល្អឈឺរហូតមិនអញ្ចឹងដោយសារខ្ញុំញ៉ាំអត់សូវបានហើយគេងក៏អត់សូវបានដែរអ្នកគ្រូគួរតែទៅហាត់ប្រាណអ្នកគ្រូដឹងអត់ការហាត់ប្រាណសំខាន់ណាស់សម្រាប់សុខភាពវាជួយឲ្យយើងញ៉ាំបានច្រើនជាងមុនហើយគេងបានច្រើនជាងមុនហ្នឹងហើយលោកគ្រូពេលតនេះខ្ញុំនឹងទៅហាត់ប្រាណអរគុណបាទ